ឆ្នាំ2003ស្ថិតក្នុងខេត្តកំពង់ស្ពឺគឺបង្ហាញអំពីស្រុកភូមិមួយដែលលោកពុកទាំង4ពួកគាត់ធ្លាប់រស់នៅដោយភូមិនោះខ្ញុំសូមមិនបង្ហាញឈ្មោះនោះទេព្រោះភូមិនោះមានប្រជាជនរស់នៅដល់សពថ្ងៃខ្ញុំជឿជាក់ថាបងប្អូនមួយចំនួនធំច្បាស់ជាស្គាល់លោកពុកទាំង4ហើយតាមរយៈរឿងដែលខ្ញុំបានសម្រាយកាលពីពេលមុនគឺមានពុកឈឿនដែលជាជីតារបស់ខ្ញុំរួមជាមួយពុកដួងពុកឌីរួមជាមួយនឹងមហាឆៃជាពិសេសក្នុងខ្សែស្រឡាយរឿងមួយនេះក៏មានវត្តមានរបស់លោកអ៊ំទាំងពីរផងដែរគឺលោកអ៊ំលេងនិងលោកអ៊ំប្រាក់កាលពីភាគបញ្ចប់របស់លោកពុកទាំង4ស៊ីហ្សិនមុនគឺពិតជាសោកសៅខ្លាំងណាស់ដោយលោកពុកទាំងអស់គ្នាគាត់លាងដៃឈប់ប្រឡូករឿងមុនអាគមឬក៏អបិយជំនឿនេះតែដោយសារតែនិស្ស័យរបស់ពួកគាត់គឺពួកគាត់ជៀសមិនផុតនោះឡើយរបស់ទាំងអស់ហ្នឹងតែងតែនៅវិលវល់ជុំវិញខ្លួនប្រាណរបស់ពួកគាត់រហូតហាក់ដូចជាមិនអាចជាផុតសោះបញ្ជាក់រឿងមួយនេះលោកពុករាល់គ្នាគឺមានវ័យចំណាស់ទៅហើយដោយវ័យរបស់លោកគឺចូលប្រហែលជា78ឆ្នាំទៅ79ឆ្នាំអស់ហើយរួមទាំងលោកអ៊ំលេងលោកអ៊ំប្រាក់ផងដែរពួកគាត់មានវ័យប្រហាក់ប្រហែលគ្នានោះទេតោះចង់ដឹងថាសាច់រឿងនេះនឹងទៅជាយ៉ាងណាចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅស្ថិតក្នុងថ្ងៃអាទិត្យទី16ខែសីហាឆ្នាំ2003ពេលល្ងាចមានម៉ូតូមួយគ្រឿងកំពុងតែធ្វើដំណើរលើផ្លូវថ្នល់តិចបរិសម្នាក់ដែលជាអ្នកដប់នោះគេគឺជាអ្នករត់ម៉ូតូនោះគឺគេកំពុងតែដឹកបរិសចំណាស់ម្នាក់ជិះសម្ដៅទៅកាន់ស្រុកភូមិរបស់គាត់ដោយបរិសចំណាស់ម្នាក់នោះមើលទៅគាត់ហាក់បីដូចជាសប្បាយចិត្តខ្លាំងណាស់ពេលបានសម្លឹងមើលទេសភាពក្បែរស្រុកភូមិដែលគាត់ធ្លាប់រស់នៅពីមុនបងប្អូនប្រហែលជាចង់ដឹងខ្លាំងណាស់ថាតើបរិសចំណាស់ម្នាក់នោះគាត់គឺជាអ្នកណាគាត់គឺជាលោកពុកដួងយើងនឹងឯងដោយពេលនេះពុកដួងគាត់បានលាចាកសិក្ខាបទហើយគឺគាត់បានត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីមករួមរស់ជាមួយនឹងប្រពន្ធកូនហើយនឹងបាននៅក្បែរមិត្តសម្លាញ់ដែលទុកដូរជាគ្រួសារគឺគាត់ពិតជាមានការនឹករលឹកជាខ្លាំងដោយរកអ្វីមកព្រៀបផ្ទឹមពុំបាននោះទេមិត្តភាពរបស់ពួកគាត់នេះទោះមានគេយកមាសប្រាក់100សំពៅយកទៅដោះដូរក៏មិនអាចបំបីបំបាក់មិត្តភាពរបស់ពួកគាត់បានដែរលោកមិនយូរប៉ុន្មានម៉ូតូក៏បានមកឈប់នៅមាត់ផ្លូវចូលទៅកាន់ភូមិជាពិសេសផ្ទះរបស់លោកពុកដួងគឺនៅក្បែរផ្លូវចូលនឹងដែរទេពុកដួងគាត់បាននិយាយថាអាក្មួយឈប់កន្លែងនឹងហើយបៀសពោះផ្ទះពូយីណែយើងខាននៅតែប្រហែលឆ្នាំសោះមើលទៅស្រុកភូមិខ្លួនឯងស្ទើរតែលែងចង់ស្គាល់ទៅហើយនេះគុំតែបានតោកឈើដល់កញ្ចាស់របស់យើងធ្លាប់លូស្រានេះទេកុំឲ្យមើលមិនស្គាល់នោះឡើយក្រោយពីគាត់បានឲ្យថ្លៃម៉ូតូបុកគេរួចគាត់ក៏បានស្ពាយអីវ៉ារបស់គាត់មួយចំនួនហើយក៏ដើរសម្ដែងចូលទៅក្នុងផ្ទះកូនច្បងរបស់គាត់ពេលឃើញពុកមកវិញក្នុងសភាពដែលទើបតែលាចាកសិក្ខាបទបែបនេះគេនឹកស្មានមិនដល់នោះឡើយប្រពន្ធរបស់ពុកដួងក៏ដូចគ្នាដែរតែពួកគាត់មិនបានសួរមកអ្វីច្រើនទេដោយសារតែអ្នករាល់គ្នាមិនថាតែគ្រួសាររបស់គាត់ទេសុទ្ធតែបានដឹងហើយថាមូលហេតុដែលពុកដួងគាត់ទៅបួសមកពីអ្វីគឺដោយសារតែគាត់មានទុក្ខកង្វល់ច្រើនគឺកូនប្រុសពៅរបស់គាត់ដែលមានឈ្មោះថានីដាមនោះគេបានស្លាប់ពេលដែលគាត់ទៅរួមនៅខេត្តសូរិនគឺគាត់ទៅជាមួយនឹងប្រពន្ធរបស់គាត់ដែរទេតែដោយសារប្រពន្ធរបស់គាត់មិនសូវជាចូលចិត្តស្រុកទេហ្នឹងគាត់ក៏សូមមកនៅផ្ទះចាស់ដែលនៅក្នុងខេត្តកំពង់ស្ពឺនេះទើបបានជាពេលដែលពុកដួងគាត់សឹកមកប្រពន្ធកូនមិនបានដឹងបែបនេះព
ពួកគេបានមកជួយយកអីវ៉ាន់ហើយក៏សួរពីនាទីនោះជាពិសេសរឿងសុខទុក្ខដោយមិនហ៊ានសួរនាំរឿងផ្សេងព្រោះដឹងថាពុកដួងជាមនុស្សមិនសូវចូលចិត្តនិយាយច្រើននោះឡើយពេលហ្នឹងកូនច្បងរបស់គាត់ចង់យកដំណឹងនេះទៅប្រាប់លោកពុកផ្សេងទៀតតែពុកដួងថាមិនបាច់ទេកូនចាំពុកទៅលេងពួកគេដោយខ្លួនឯងវិញរបៀបថាគាត់ចង់ឲ្យលោកពុកផ្សេងទៀតគាត់ព្យាបាលជាមួយនឹងវត្តមានរបស់គាត់ទើបបានជាគ្រាន់តែមកដល់ផ្ទះភ្លាមគាត់ទៅងូតទឹកសម្រាប់ខ្លួនហើយក៏ប្រញាប់ឡើងទៅខាងលើផ្ទះតែម្ដងទៅណាមួយមេឃក៏រៀនមកនឹងដែរទៅហើយខ្យល់ទៅរំខានគេលោករហូតស្អែកព្រឹកចូលមកដល់ពុកដួងក៏បានជិះកង់សម្ដៅចូលទៅក្នុងឃុំដល់កង់នោះប្រពន្ធរបស់គាត់ទុកសម្រាប់ជិះទៅនេះទៅនោះអីចឹងទៅបើនិយាយអំពីក្នុងឃុំនោះវិញគឺមិនដូចចំនួនដែលគាត់នៅពីមុននោះឡើយមនុស្សអ៊ូអរណាស់អ្នកខ្លះក៏នៅចាំពុកដួងគេក៏ស្រែកសួរសុខទុក្ខអ្នកខ្លះដែលគេទើបតែមករស់នៅជាអ្នកចំណូលថ្មីពួកគេមិនស្គាល់គាត់នោះឡើយពេលដែលគាត់ជិះទៅដល់ផ្ទះរបស់ពុកឈឿនគឺឃើញតែប្រពន្ធរបស់គាត់ទាំងពីរនេះគឺមិនបានឃើញពុកឈឿននោះទេប្រពន្ធគាត់ប្រាប់ថាគឺលបងគាត់ទៅផ្ទះរបស់ក្មួយខុនដោយសារតែពេលនេះក្មួយខុនគេគឺជាមេភូមិដែលគ្រប់គ្រងភូមិមួយនឹងក្រោយពីបាននិយាយគ្នាជាមួយប្រពន្ធរបស់ពុកឈឿនមួយសន្ទុះធំពុកដួងក៏ប្រញាប់ជិះទៅផ្ទះរបស់លោកពូខុនតែម្ដងទៅពេលនោះគាត់ពិតជាបានឃើញមិត្តសម្លាញ់នៅទីនោះទាំងអស់ពុកឌីពុកឈឿនរួមជាមួយពុកឆៃពុកគាត់ម្នាក់ភ្ញាក់ឡើងជុំរបស់ចេញពីដៃទៅហើយរួចក៏នាំគ្នារត់មកទទួលពុកដួងដែលជាមិត្តសម្លាញ់ដល់ថ្នាក់ម្នាក់រៀបរាប់ទាំងទឹកភ្នែកនិយាយអំពីការនឹករលឹកគ្នាហើយពួកគាត់ក៏ចូលទៅនិយាយគ្នានៅក្នុងផ្ទះរបស់លោកមេភូមិខុនដោយពេលនោះពួកគាត់ហូបនំបត់ផ្នែកយើងរួមជាមួយនឹងតែខ្លែងដែរពួកគាត់កាត់បន្ថយការហូបស្រាបានច្រើនខ្លាំងណាស់តែចំពោះបារីមើលទៅពួកគាត់ដូចជាមិនអាចបាញ់បានដល់តែសោះនៅតែដូចមុនដដែលជាពិសេសពុកឈឿននឹងឯងពុកដួងពេលនោះអ្នកដែលគាត់សួរនិងបារម្ភជាងគេគឺពុកឌីគាត់បានសួរថាហើយអាឌីឯនេះឥឡូវយ៉ាងម៉េចហើយមានប្រពន្ធកូនឬនៅពុកឌីក៏តបថាយីអានេះឯងខ្វះសំណួរសួរមែនណាសួរដោយអត់ដឹងអញដែលមានប្រពន្ធពីពេលណាមកអញខ្ជិលយកណាស់ចំណាស់នេះទៅហើយយកមកឲ្យគេមើលជំងឺអញមែនយើងរាល់ថ្ងៃនេះគឺយើងនៅផ្ទះរបស់អាឈឿនព្រោះបងឆៃពេលនេះគាត់មករស់នៅជាមួយនឹងកូនគាត់ហើយព្រោះផ្ទះរបស់មួយខុនធំមានច្រើនបន្ទប់ហើយណាមួយគេជាមេភូមិទៀតមានការងារច្រើនណាស់បងឆៃឥឡូវក៏រវល់ច្រើនព្រោះត្រូវជួយការងារកូនលោកពួកគាត់និយាយគ្នាបានប្រហែលជាមួយសន្ទុះធំក៏ស្រាប់តែបែកអូហូស្ទឹងដល់រឿងផ្សេងគឺនិយាយដល់ផ្លូវចាស់របស់ពួកគាត់ការដែលពួកគាត់នៅធ្វើជាគ្រូអាគមនឹងឯងពេលនោះពុកឈឿនក៏បាននិយាយថាភូមិរបស់យើងពេលនេះមានគ្រូច្រើនណាស់យើងមិនដឹងថាពួកគេមកពីណាខ្លះនោះឡើយមានទាំងចាស់មានទាំងក្មេងខ្លួននៅក្មេងទេតែឡើងជាលោកអើអស់ហើយដូចជាមានក្រែងចិត្តគ្រូដតីដែលជាអ្នកចិត្តទៅប្រកបសោះយូរទៅវាចង់មើលនាងឯងជាស្រីចាស់ទៀតស្ទើរតែដើរក្រឡងក្បាលទៅហើយអញចង់ដាក់ប៉ុន្មានដងទៅហើយតែបងឆៃចេះតែខាត់រហូតដល់អញ្ចឹងចេះតែខ្ជិលណាមួយជាសត្វទេសម័យនេះហើយមិនដូចជាសម័យយើងទេយើងមិនអាចធ្វើអ្វីបានតាមចិត្តដូចចំនួនគេនោះឡើយណាមួយគិតដល់ឈ្មោះរបស់កុំឲ្យគេខូចឈ្មោះដោយសារតែពួកយើងបន្តមកពុកឈឿនក៏ប្រាប់អំពីមូលហេតុដែលគាត់ជាមួយនឹងពុកឆៃនៅតែអាចប្រើមុនវិជ្ជាបានទាំងដែលពួកគាត់
ធ្លាប់ស្បត់លៀងដៃពីខាងនឹងហើយជាពិសេសស្បត់បែបយកប្រធរណីជាសាក់សីទៀតពុកដួងក៏និយាយតបថាអញដូចជាបានទៅនឹងដែរថាពួកឯងឈប់រលួងហើយវាយ៉ាងម៉េចបានជាអាចប្រើបានទៀតនោះពេលហ្នឹងពុកឈឿនក៏បន្តទាំងមាត់របស់គាត់កំពុងតែបៀមបារីយ៉ាងជោគរឿងគឺវាបែបនេះយប់មួយនោះយើងបានយល់សពថាយើងជាមួយបងឆៃឆ្លោះគ្នាថែមទាំងឆ្លោះគ្នាខ្លាំងកាន់ទៀតផងពេលនោះដូចជាឆ្លោះរឿងអាមួយនេះវាស្លាប់គឺគាត់ចង់សម្ដៅទៅលើពុកឌីតែវាគ្រាន់តែជាការយល់សពទេតែបើក្រឡេកមើលទៅពុកឌីវិញឲ្យតែពុកឈឿននិយាយរឿងនោះម្ដងគាត់សម្លក់មុខពុកឈឿនរហូតព្រោះគាត់ដូចជាខ្វះរឿងយល់សពបែរជាមកយល់សពឃើញគាត់ស្លាប់ទៅវិញបន្ទាប់មកពុកឈឿនក៏បន្តថាពេលនោះយើងបានឃើញគ្រូមីរួមជាមួយនឹងសម្ដេចព្រះគ្រូបានផុសចេញមកពីប្រពន្ធនៅលើនេះគឺមកស្ដីឲ្យពួកយើងថាមិនបានជាទៅនាំគ្នាស្បត់អីបែបហ្នឹងគាត់មិនយល់ស្របទេដំបូងយើងក៏ឆ្ងល់ដែរថាពួកគាត់ចង់និយាយអំពីអ្វីតោះតែយើងសួរគាត់ទៅគ្រូមានថារឿងដែលយើងស្បត់ឈប់ប៉ះមុនអាគមនឹងឯងគ្រូមីនិងគ្រូរបស់ពួកយើងបានមានប្រសាសន៍បន្តថាទោះប្រម៉ែធរណីបានដឹងឮមែនតែពួកគាត់ក្នុងនាមដែលជាគ្រូមិនទទួលដឹងឮនោះឡើយគ្រូមានសត្វលងទឹកជាច្រើនណាស់ដែលពួកយើងត្រូវជួយហេតុអ្វីបានជាបន្តវាទៅធ្វើបែបនោះដូចជាមើលងាយពេលវេលាដែលពួកគាត់ខំចំណាយពេលបង្ហាត់បង្រៀនខ្លាំងណាស់គាត់មានប្រសាសន៍បណ្ដាលយកដៃចង្អុលមុខមកកាន់ពួកយើងបណ្ដាលបន្ទាប់មកយើងក៏ព្យាពីនេះរួចក៏យករឿងនេះទៅនិយាយជាមួយនឹងបងឆៃគាត់ក៏យល់សពស្រដៀងរឿងនេះដែរតែគាត់យល់សពឃើញគ្រូរបស់គាត់ផ្សេងទេបងប្អូននឹងថាគ្រូរបស់ពុកឆៃជាអ្នកណាដែរឬក៏អត់គឺជាព្រះអង្គម្ចាស់ព្រះមហាខៀវគុណធម៌លោកគឺជាគ្រូឧបជារបស់ពុកឆៃលោកពេលដែលយើងសាងប្រាមុនវិជាដែលយើងធ្លាប់ប្រើពីមុនឃើញថាមិនមានអ្វីកើតឡើងឡើយហើយបើសិនជាប្រម៉ែធរណីប្រកាន់ក៏មិនដឹងថាធ្វើយ៉ាងណាដែរព្រោះចុងបញ្ចប់នៃជីវិតរបស់មនុស្សម្នាក់សុទ្ធតែត្រូវកប់ចូលទៅក្នុងដីទាំងអស់ហ្នឹងពេលនោះពួកគាត់ក៏បានគ្នាសើក្រោយពីស្ដាប់ពុកឈឿននិយាយចប់ទើបពុកដួងគាត់យល់គ្រាន់តែថាមួយរយៈចុងក្រោយនេះពេលដែលពុកដួងមិននៅពុកឈឿននិងពុកឆៃគាត់មិនសូវជាប្រឡូកប៉ុន្មានទេព្រោះរវល់ការងារផ្សេងអ្នកដែលសកម្មខ្លាំងជាងគេគឺជាប្រពន្ធពីពុកឈឿនឯងគាត់ទទួលដល់អំពើធ្វើស្នេហ៍ដោយប្រពន្ធអីជាដើមគាត់មានកូនសិស្សច្រើនណាស់ដែលមកពឹងពាក់គាត់លោកពួកគាត់ចែកគ្នារហូតដល់ពេលល្ងាចទើបបានពុកដួងលាអ្នករាល់គ្នាជិះកង់ត្រឡប់មកផ្ទះរបស់គាត់វិញដោយម៉ោងថ្មហ្នឹងទើបតែម៉ោង5ល្ងាចតែប៉ុណ្ណោះនៅតាមផ្លូវពេលដែលគាត់ជិះកាត់ផ្ទះរបស់អ្នកភូមិខ្លះដែលគាត់មិនស្គាល់ពីមុនគេតាមសម្លឹងមើលគាត់យ៉ាងចំណាយតែម្ដងរបៀបថាតាមសម្លឹងតើតែគាត់ជិះកង់មកផុតហើយអ្នកខ្លះទៀតមិនត្រឹមតែសម្លឹងទេថែមទាំងកេះគៀវគ្នានិយាយទៀតផងមិនដឹងថាពួកគេនិយាយអ្វីខ្លះមកឡើយសម្រាប់ពុកដួងគាត់មិនបានខ្វាយខ្វល់អ្វីទាំងអស់គាត់ជិះកង់ធ្វើធម្មតារហូតដល់តែគាត់បានមកដល់ផ្ទះវិញពេលដែលមកដល់ផ្ទះប្រពន្ធរបស់គាត់ក៏បានធ្វើម្ហូបចាំប្តីដែរដោយគាត់បានឲ្យកូនដុតត្រីរ៉ស់មួយយ៉ាងធំជាមួយបុកម្ជូរអំពិលខ្ចីយ៉ាងឆ្ងាញ់ពិសាជាម្ហូបដែលពុកដួងចូលចិត្តជាងគេហើយនៅយប់នោះចូលដល់ម៉ោង8មិនទាន់ទេគឺថាឆ្កែលូខ្លាំងមែនទែនសូម្បីតែប្រពន្ធរបស់ពុកដួងក៏ឆ្ងល់ដូចគ្នាតែសម្រាប់ពុកដួងគាត់ដឹងថាប្រហែលជាយប់នេះមានគេសាកគាត់ហើយព្រោះគាត់បានឮមិត្តរបស់គាត់ប្រាប់ថាគ្រូក្នុងភូមិរបស់គាត់ឥឡូវមានច្រើនណាស់
ច្បាស់ជាពួកគេចង់សាងហើយដោយនៅយប់នោះពុកដូនគាត់ថាគាត់ចង់សម្រាកនៅខាងក្រោមដោយសារតែនៅខាងលើផ្ទះរៀងហត់ពេកប្រពន្ធក៏មិនថាអ្វីដែរដោយសារតែពួកគាត់រស់នៅឆ្ងាយពីគ្នាអស់រយៈពេលជាយូរឆ្នាំពេលនេះពួកគាត់ទម្លាប់បែបនឹងទៅហើយដល់ពេលនោះពុកដួងគាត់បានសម្រាកលេងនៅលើអង្រឹងក្រោមផ្ទះជាពិសេសគាត់បានបង្កាត់ភ្លើងនៅក្បែរខ្លួនផងដែរគ្រាន់ការពារមុខខាងឯងចឹងទៅគាត់ជួបបារីបណ្ដាសម្លឹងមើលទៅផ្លូវមុខផ្ទះរបស់គាត់បណ្ដាតែកំឡុងពេលដែលគាត់សម្រាកលេងនៅលើអង្រឹងនោះគឺមិនមានរឿងអ្វីកើតឡើងនោះទេគ្រាន់តែឮសំឡេងឆ្កែលោធម្មតាតែប៉ុណ្ណោះរហូតតតែគាត់រៀងងងុយគាត់ក៏បិទភ្នែកតិចៗរៀបតែសម្រាកទៅហើយហ្នឹងណាពេលនោះក៏ស្រាប់តែបានឃើញក្មេងប្រុសម្នាក់ដូចជាអាយុទៅតែ10ឆ្នាំនោះទេខ្លួនខ្មៅក្រឹបស្លៀកក្បិនពណ៌ក្រហមមកឈរនៅឯចុងជើងអង្រឹងរបស់គាត់ពុកដួងគាត់ក៏ងើបអង្គុយហើយក៏យកដៃញីភ្នែកតែមិនបានឃើញអ្វីដូចជាគាត់រៀបនឹងបិទភ្នែកឃើញអំបែងនឹងឡើយគាត់គិតថាតាមមើលប្រហែលជាគាត់សម្លឹងឃើញសសរផ្ទះគិតថាជាអ្វីផ្សេងអីចឹងទៅអាចនឹងគាត់គិតច្រើនខ្លួនឯងបន្ទាប់មកគាត់ក៏បិទភ្នែកសម្រាលមែនទែនដោយពេលនោះគឺគាត់សម្រាលលំលក់តែម្ដងទៅនៅពេលដែលពុកដួងកំពុងតែសម្រាលសុកក៏មានដៃរបស់ក្មេងប្រុសម្នាក់បានមកខ្ទប់ច្រមុះរបស់គាត់ដែលធ្វើឲ្យពុកដួងភ្ញាក់ពីដំណេកភ្លាមគឺគាត់ឃើញច្បាស់ណាស់ដៃនឹងលូកចេញមកពីខាងក្រោមអង្រឹងជាដៃរបស់ក្មេងប្រុសហើយឡើងខ្មៅដោយដៃទាំងពីររបស់វាមកទប់ដង្ហើមរបស់គាត់យ៉ាងជាប់ព្រោះគាត់បេះចេញក៏មិនរបេះដែរតែដូចដឹងស្រាប់ពុកដួងមិនមែនជាមនុស្សធម្មតាណាគាត់សូត្រតែមុនគាថាប៉ុន្មានណាស់ដៃរបស់ក្មេងនេះក៏រលាយដូចទឹកអញ្ចឹងឡើងត្រជាក់នៅលើមុខរបស់គាត់តែម្ដងប៉ុន្តែគាត់សូត្រនេះគ្រាន់តែសូត្រឲ្យវារបេះតែប៉ុណ្ណោះពុកដួងគាត់ភ្ញាក់យ៉ាងច្រងាងើបមកអង្គុយសាយទៅថ្មីគឺពិតជាមានគេចង់សាងគាត់ប៉ុណ្ណេះហើយចំពោះរូបរាងក្មេងដែលគាត់បានឃើញនៅtrongជើងរបស់គាត់ពេលដែលគាត់រៀបនឹងសម្រាលនោះគឺគាត់មិនមែនប្រើភ្នែកនោះទេនេះជាប្រភេទកូនព្រាយវាមិនមែនជាកូនក្រនោះឡើយព្រោះកូនក្រខ្លាំងជាងនេះ3ដងឯណោះមិនមែនគ្រាន់តែសូត្រមុនគេថាប៉ុន្មានម៉ាត់អបាយមិញរលាយទៅនោះទេជាពិសេសពុកដួងដឹងថាអ្នកដែលប្រើមុខនោះថែមទាំងជាគ្រូស្ទើរភ្លើងទៀតបើហៅថាគ្រូដូចមន្ត្រីហើយអ្នកដែលចេះអាគមតិចតួចទើបត្រូវវិញព្រោះតាមដែលពុកដួងគាត់គិតមនុស្សនេះការគិតនៅរកកំផែងហើយជាមនុស្សអួតអាងថែមទៀតមិនគួរមានអ្នកបង្រៀនមន្តអាគមទៅដល់គេសោះពេលនោះពុកដួងមិនបានតបទៅគេវិញនោះឡើយព្រោះគិតថាគេជាក្មេងធម្មតាគ្នាក្មេងគ្នាចង់ដឹងចង់ស្គាល់ហើយគាត់ក៏ទៅថែមភ្លើងដែលនៅក្បែរខ្លួនទៀតព្រោះឃើញថាមិនសូវជាដេញមុខតតែសោះណាមួយគាត់សម្រាមទៅវិញមិនលក់ផងពុកដួងក៏ទាញបារីយកមកជូនមួយដើមទៀតធ្វើដូចជាមិនមានរឿងអ្វីកើតឡើងទាំងអស់តែរឿងមិនទាន់ចប់តែត្រឹមនឹងនោះទេពេលដែលពុកដួងកំពុងតែយកក្រមារបស់គាត់បកមុខនោះស្រាប់តែគាត់មានអារម្មណ៍ថាបកទៅដូចជាទាក់ជាមួយនឹងអ្វីម្យ៉ាងរបៀបថាដូចជាមានសត្វល្អិតអ្វីហើរកាត់នេះឲ្យគាត់បកត្រូវយ៉ាងអញ្ចឹងពុកដួងគាត់យកក្រមានោះមកមើលហើយក៏បានយកដៃទៅស្ទាបមានអីគាត់ស្ទាបទៅឃើញក្រមារបស់គាត់ជាប់មកចូលដេរបាន5ដើមដែលគេចងភ្ជាប់គ្នាជាមួយនឹងខ្សែសីម៉ាក្រហមពុកដួងក៏លន់មាត់តិចក្មេងៗអស់នេះវាលេងអត់ដឹងអីសោះនេះបើត្រូវគ្នាមិនចេះឬអ្នកមិនចេះសោះមិនស្លាប់គ្នាទៅហើយទេអីមូលហេតុដែលពុកដួងមានប្រសាសន៍បែបនោះព្រោះរបៀបដែលគេលេងនេះគឺគេធ្វើផ្ដាច់យកជីវិត
ក៏ចិត្តត្រជាក់ទៀតអ្នកធ្វើនោះអាចថាសំណាងហើយប៉ះពុកដួងបើប៉ះពុកឈើងវិញមិនស្រួលគាត់ដាក់តាំងតែពីគេប្រើកូនព្រាយឲ្យមកខ្ទប់ច្រមុះពុកដួងមកម្លេះដល់ពេលនោះពុកដួងគាត់បានដើរទៅយកផ្លែត្រសក់នៅកន្លែងចក្រានបាយតែនៅសល់មិនទាន់ពុកនោះគាត់បានយកពុកមួយដោយគាត់បានយកមកចូលដេរបាយតែ5ដើមនឹងដោតជាប់ផ្លែត្រសក់បន្ទាប់មកគាត់ក៏ចាប់ផ្ដើមសូត្រនៅមុនគាថារបស់គាត់លងទៅលើផ្លែត្រសក់នឹងរហូតតតែចប់សពគ្រប់តាមពិតទៅពេលនោះគាត់សូត្រចងកុំឲ្យអ្នកប្រើនឹងគេប្រើរបស់អ្វីផ្សេងឲ្យមកផ្ទះរបស់គាត់ទៀតគឺដោយសារតែគាត់ខ្ជិលឡើងឆ្ងាយគាត់ថាគាត់ចង់យករបស់នឹងទៅក្រវែងចោលនៅក្រៅរបស់ផ្ទះតែវាសយអីពេលដែលគាត់ដើរទៅដល់ក្បែរភ្លើងដែលគាត់បង្កាត់នោះមិនដឹងថាពុកដួងគាត់កាន់យ៉ាងម៉េចស្រាប់តែជ្រូកផ្លែត្រសក់ចេញពីដៃគាត់គឺវាធ្លាក់ចូលភ្លើងដែលកំពុងតែឆេះនោះបាត់ទៅពុកដួងគាត់ក៏លាត់មាត់ថាចប់បាត់អញថាយកទៅក្រវែងចោលបើវាធ្លាក់ចូលទៅក្នុងភ្លើងអញ្ចឹងសង្ឃឹមថាអាម្ចាស់របស់នោះវាមិនអីទេចុះរួចរាល់ពុកដួងក៏បានដើរទៅសម្រាមនៅលើអរឹងរបស់គាត់វិញហើយចាប់តាំងពីធ្លាក់របស់នោះចូលទៅក្នុងភ្លើងមកគឺមិនមានរបស់ណាមកលេងគាត់ទៀតនោះទេហើយគាត់ពេលហ្នឹងក៏មិនបានខ្វាយខ្វល់អ្វីច្រើនទៀតគិតថាវាមិនអីលុះរហូតស្អែកព្រឹកចូលមកដល់ពុកឌីពុកឈឿនរួមជាមួយពុកឆៃក៏បានធ្វើដំណើរមកលេងផ្ទះរបស់ពុកដួងវិញម្ដងគាត់ថែមទាំងបានយករបស់បញ្ញាមកជាមួយថែមទៀតអាដួងនិយាយអញ្ចឹងយប់មិញដេកបានពេញភ្នែកឬអត់ហ៎យូរមកនៅស្រុកវិញផ្លែកអារម្មណ៍បន្តិចហើយពុកដួងសោកគាត់ថាគ្មានស្អីផងយប់មិញអញដេកលក់ស្រួលណាស់គឺពុកដួងមិនបាននិយាយរឿងការពីយប់មិញប្រាប់អ្នករាល់គ្នានោះទេគាត់ខ្លាចពុកឈឿនទៅរករឿងអ្នកដែលធ្វើនោះតែដោយបងប្អូនបានដឹងហើយនៅលើលោកយើងនេះគ្មានអាចកំបាំងនោះទេកំឡុងពេលដែលពួកគាត់អង្គុយហូបតែនោះក៏ស្រាប់តែមានម៉ូតូមួយគ្រឿងបានមកឈប់នៅពីមុខផ្ទះរបស់គាត់ដោយមានបរិសុទ្ធម្នាក់អាយុប្រហែលជា20ជាងគេជាអ្នកនោះចំណែកអ្នកជិតខាងក្រោយអាយុរបស់គេគឺប្រហែលជាមួយនឹងពួកគាត់ដែរទេលោកពុកទាំង3គាត់ស្គាល់បរិសុទ្ធចំណេះម្នាក់នោះគេមានឈ្មោះថាគ្រូក្រៃស័ក្តិគេជាគ្រូអាគមម្នាក់ដែលមានកូនសិស្សច្រើនណាស់អត់តែពុកដួងទេក៏មិនស្គាល់ព្រោះគ្រូនេះគេទៅតែមកនៅក្នុងភូមិនឹងដែរទេគេមានអាស្រមច្រើនកន្លែងណាស់មិនមែនមានតែនៅក្នុងភូមិគាត់ឡើយបាននិយាយទៅគ្រូក្រៃស័ក្តិនេះគេជាមនុស្សល្អដែរទេព្រោះមិនសូវឮរឿងអាស្រូវពីគាត់នោះឡើយតែរឿងអ្វីទៀតលោកពុកទាំង3គាត់មិនបានដឹងនោះទេដោយគេមកនឹងគឺស្លៀកឈុតសហើយស្ពាយថងយាមនៅនឹងជំហានខ្លួនរួមជាមួយផ្លិតដែលធ្វើមកពីស្លឹកកាន់ជាប់នៅនឹងដៃរហូតគេបានដើរចូលមកក្នុងផ្ទះរបស់ពុកដួងដោយឲ្យមកចាក់ម៉ូតូនៅចាំខាងក្រៅលោកគ្រូក្រៃស័ក្តិគាត់ដើរចូលមកដោយបានលើកដៃជំរាបសួរអ្នករាល់គ្នាដែលនៅទីនេះជារបៀបគួរសមហើយលោកពុកទាំង4ដោយឃើញព្យាបកលេងក៏លើកដៃសំពះទៅវិញរួចក៏អញ្ជើញគេឲ្យមកអង្គុយនៅលើគ្រែហូបតែជាមួយនឹងពួកគាត់មកមើលទៅមុខរបស់គ្រូក្រៃស័ក្តិគាត់ជាមនុស្សរុះរាយនោះទេហើយគាត់និយាយមកគោរពលោកពុកទាំង4ថែមទៀតពេលហ្នឹងពុកដួងដែលជាម្ចាស់ផ្ទះក៏សួរទៅកាន់គាត់ថាតើលោកបងមានការអ្វីមែនទេបានជាមកផ្ទះខ្ញុំទាំងព្រលឹមបែបនេះតើមានការសំខាន់អ្វីដែរលោកគ្រូក្រៃស័ក្តិក៏បានតបទៅវិញថាបាទលោកបងខ្ញុំមិនលាក់បាំងនោះឡើយជាដំបូងខ្ញុំសូមទោសលោកបងជាមុនដែលការពីយប់មិញកូនសិស្សរបស់ខ្ញុំម្នាក់វាខ្វះសុជីវធម៌បែរជាយកវិជ្ជាដែលខ្ញុំបង្រៀនវាយកទៅសាកល្បងសោះបើខ្ញុំដឹងខ្ញុំមិនឲ្យវាធ្វើបែបនេះនោះទេដោយលោកបងដឹងហើយគ្មានគ្រូណាចង់ឲ្យកូនសិស្សរបស់ខ្លួនឯងដើរផ្លូវមិនល្អនោះទេ
និយាយទៅរឿងហ្នឹងគឺមកបែកគ្នានៅពេលដែលគ្រូក្រៃសាក់គេនិយាយនឹងឯងកុំអីលោកពុកផ្សេងទៀតគាត់មិនដឹងរឿងនោះឡើយពុកឈឿនពេលហ្នឹងគាត់ចង់ស្ដីឲ្យគេតែពុកដួលយកដៃទៅដាក់នៅលើក្បាលជង្គង់របស់គាត់ពុកឈឿនពេលហ្នឹងក៏ដកដង្ហើមធំដោយមិនបានមកអ្វីទេគឺឲ្យពុកដួលនិងគ្រូក្រៃសាក់នោះដោះស្រាយគ្នាសិនទៅពុកដួលក៏បានតបទៅកាន់គ្រូក្រៃសាក់វិញថាបានម្ដងការប្រយុទ្ធនេះនោះគឺគេពិតជាបានប្រើរបស់ឲ្យមកសាកខ្ញុំពិតមែនហើយដោយសារតែឃើញថាគ្នានៅក្មេងទើបបានជាខ្ញុំមិនបានប្រកាន់គេតែយកទៅនេះខ្ញុំចូលដៃបន្តិចតែខ្ញុំគ្មានចេតនានោះឡើយចុះតាពេលនេះគេយ៉ាងមិនហល់បងលោកគ្រូក្រៃសាក់ក៏បាននិយាយតបមកកាន់គាត់វិញមួយថាពេលនេះវាក្បែរស្លាប់ទៅហើយតែនៅតែនិយាយបានតិចលបងអាចជួយទៅដោះរបស់នោះចេញពីខ្លួនវាបានដែរឬអត់ពុកដួងលើបែបហ្នឹងគាត់ជ្រួញចិញ្ចើហើយក៏តបទៅគេវិញតែឆ្ងល់ថាចុះលបងមិនព្រមដោះឲ្យគេតែម្ដងទៅចាំបាច់មករកចំពោះអីពុកយូរមិនបានទេពុកយូរវាកាន់តែធ្ងន់ធ្ងរខ្លាំងឥឡូវហើយបើសិនជាលបងយកទេទៅដោះរបស់នោះចេញពីខ្លួនរបស់គេហើយមិនបកបដូរខ្ញុំទៅដោះអាចនឹងល្អជាងនេះពេលហ្នឹងគ្រូប្រៃសាក់ក៏បានរលំហាមធំហើយក៏ស្ងាត់មាត់មួយសន្ទុះបន្តមកគេក៏បាននិយាយមកកាន់ពុកដួងវិញម្ដងទៀតគេថាមកពីគេមិនចង់ប៉ះពាល់ជាមួយនឹងពុកដួងព្រោះពេលដោះនោះវាអាចនឹងរំខានដល់ពុកដួងដែរដូចជាធ្វើឲ្យពុកដួងវិលមុខឬក៏ឈឺក្បាលអីចឹងទៅដោយនេះហើយបានជាគេចង់មកអញ្ជើញគាត់ទៅពេលនោះគឺថានិយាយមិនចូលគ្នាតតែសោះនិយាយរកតែឆ្លោះគ្នានោះទេហើយណាមួយរឿងគ្រប់យ៉ាងមកពីអាកូនសិស្សម្នាក់នឹងទៀតដោយកូនសិស្សគ្រូនឹងគេមានវ័យ23ឆ្នាំឈ្មោះនីសោមពុកឈឿនបានលើឈ្មោះនឹងហើយគាត់ស្រាប់តែខំភ្លាមពុកគាត់គិតថាអាចជាអ្នកផ្សេងតែចំពោះនីសោមនេះវិញសូម្បីតែពុកឈឿនរួមជាមួយនឹងមហាឆៃក៏មិនចូលចិត្តគេដូចគ្នាពុកឈឿនក៏និយាយទៅកាន់មិត្តភក្តិថាអូអាម្នាក់ហ្នឹងវាជាកូនរបស់ថៅកែស្រូវវាចូលចិត្តសាកគេខ្លាំងណាស់យើងឮថាវាសាកមនុស្សតែគ្នាមិនចេះអ្វីស្លាប់ពីនេះហើយអាដួងឯងកុំលើកលែងឲ្យវាសោះដោយពេលហ្នឹងពុកឈឿនគាត់ជាអ្នកនិយាយការកាប់ឲ្យពុកដួងតែម្ដងគាត់ថាបើសិនជាចង់ឲ្យអាដួងវាទៅនោះឲ្យអាក្មេងម្នាក់ហ្នឹងមកក្រាបសំពះមិត្តភក្តិគាត់មកបើមិនអញ្ចឹងទេគាត់មិនឲ្យមិត្តភក្តិរបស់គាត់ទៅរវល់នោះឡើយពុកដួងពេលហ្នឹងក៏មិនបានមាត់អ្វីសូម្បីតែបន្តិចណាមួយកុំឲ្យមានរឿងកាន់តែវែងឆ្ងាយតែសម្លឹងមើលទៅកាន់គ្រូក្រៅសាក់នៅពេលដែលឮពុកឈឿននិយាយបែបនេះគេស្ងាត់មាត់ឆឹងតែម្ដងគឺគេបានងើបដើរចេញទៅដោយមិនបានលាអ្នកណានោះឡើយនៅពេលដែលគេដើរទៅដល់ក្បែរដើមស្វាយដែលដុះនៅមុខផ្ទះរបស់ពុកដួងគេក៏ទះដើមស្វាយមួយដៃផាំងតាមដូចប្រហែលជាគេខឹងពួកគាត់ខ្លាំងហើយដែលមិនបានផ្ដល់កិត្តិយសឲ្យគេហើយទាំងដែលកូនសិស្សរបស់ខ្លួនឯងជាអ្នកបង្ករឿងសោះជាពិសេសគ្រាន់តែមើលលើទង្វើរបស់គេក៏ដឹងថាគេកាន់ជើងកូនសិស្សរបស់គេដែរណាមួយកូនសិស្សហ្នឹងជាកូនអ្នកមានទៀតដូចនេះគេស្រឡាញ់ណាស់គេបានឡើងទៅលើម៉ូតូហើយក៏ប្រាប់ឲ្យអ្នកដឹកនោះដឹកគេចេញពីមុខផ្ទះនេះឲ្យលឿនទៅសម្ដីរបស់គេខុសពីពេលចូលផ្ទះរបស់ពុកដួងដំបូងលោកដំបូងឡើងស្លូតដូចជាកូនឆ្មាអញ្ចឹងចំណែកឪពុកគាត់នេះក៏មិនបានខ្វល់ដែរអង្គុយជជែកគ្នារហូតដល់ម៉ោងបាយថ្ងៃពួកគាត់បានហូបបាយថ្ងៃត្រង់នៅផ្ទះរបស់ពុកដួងតតែម៉ោងមួយថ្ងៃបានពួកគាត់បំបែកគ្នាទៅផ្ទះរៀងៗខ្លួនដោយសារតែមានការងារត្រូវធ្វើបន្ទាន់លុះរហូតដល់ពេលល្ងាចពុកដួងគាត់ដើរទៅនិយាយគ្នាជាមួយអ្នកស្គាល់គ្នាម្នាក់នៅមុខផ្ទះ
គឺលោកតាម្នាក់នោះគាត់ទើបមកពីស្រែហើយចៃដន្យដើរកាត់នេះឃើញពុកដួងក៏ឈប់និយាយគ្នាសិនទៅគឺពួកគាត់ឈរជួបបារីនិយាយគ្នាមួយសន្ទុះធំដោយសារតែសុទ្ធតែជាអ្នកស្គាល់គ្នានៅពេលដែលនិយាយគ្នាចប់លោកតានោះក៏សុំលាតែត្រឹមហ្នឹងព្រោះប្រញាប់ទៅផ្ទះគាត់ឃ្លានបាយពេកហើយពុកដួងក៏ដើរចូលមកក្នុងផ្ទះតែចៃដន្យអីពេលដែលគាត់ដើរកាត់ដើមស្វាយមួយដើមដែលនៅមុខផ្ទះរបស់គាត់ហ្នឹងភ្នែករបស់ពុកដួងក្រឡេកទៅគឺចំដើមស្វាយនោះតែម្ដងរួចគាត់ក៏បើកភ្នែកធំដូចជាបានឃើញអ្វីម្យ៉ាងដែលទឹកស្នាមម្ដងបងប្អូនចង់ដឹងថាគាត់បានឃើញអ្វីទេគឺគាត់បានឃើញស្នាមបាតដៃមនុស្សឡើងត្រុតជាប់ដើមស្វាយគឺស្នាមរាង5ច្បាស់ណាស់ជាពិសេសស្នាមនោះដូចជាឆេះខ្លោចថែមទៀតបងប្អូនដែលឃើញគេយកដៃដែលមានរូបបាតដៃហើយយកទៅដុតឲ្យក្តៅបន្តមកយកទៅបោះប្រានៅលើអ្វីមួយដែលក៏អត់អ្វីដែលពុកដួងឃើញគឺដូចគ្នាគឺនៅត្រង់កន្លែងដែលលោកគ្រូក្រៃសាក់ផ្ទះមួយដៃហើយគាត់ដើរចេញទៅបាត់នោះពុកដួងដឹងថាមានរឿងមិនស្រួលហើយអាចនឹងគេលេងគាត់នៅពេលណាមួយជាពិសេសរឿងនេះគាត់លាក់ទុកម្នាក់ឯងទៀតដោយគ្មានប្រាប់អ្នកណាទាំងអស់គុំថាឡើយមិនថាសូម្បីតែប្រពន្ធកូនគាត់ក៏គាត់មិនបានប្រាប់ដែរពុកដួងពេលនោះគាត់សម្រេចចិត្តថាមិនទាន់ចូលទៅក្នុងផ្ទះឡើយគាត់នៅឈរសម្លឹងនឹងពិនិត្យដើមស្វាយនោះដោយយកចិត្តទុកដាក់លោករហូតដល់ម៉ោង8ល្ងាចមេឃរៀងងងឹតបន្តិចហើយតែក៏នៅតែមានអ្នកភូមិដើរទៅដើរមកធម្មតាមិនទាន់ស្ងាត់មនុស្សនោះទេពុកដួងគាត់ឈរជួបបារីនៅមុខផ្ទះធ្វើប្រងើយដូចជាមិនមានរឿងអ្វីកើតឡើងអញ្ចឹងពេលនោះបងប្អូនដឹងថាគាត់បានឃើញអ្វីឬអត់គឺគាត់ថាគ្រូក្រៃសាក់នោះសាហាវណាស់គេបានដូរប្រលឹងរបស់គេមកនិយាយចរចាជាមួយពុកដួងទាំងល្ងាចតែមនុស្សដែលកំពុងដើរទៅដើរមកនោះគេមើលមិនឃើញគាត់ទេឃើញតែពុកដួងតែប៉ុណ្ណោះដែលគេមកលើកនេះស្លៀកឈុតខ្មៅដៃកាន់កណ្ដៀវទាំងសងខាងកណ្ដៀវដែលគេកាន់នឹងឡើងកោងមើលទៅមានអំណាចណាស់បញ្ជាក់ថាគេមកនេះគឺគេមកបែបមានកំហឹងរលឹងរបស់គ្រូក្រៃសាក់បានសួរមកកាន់ពុកដួងជាលើកចុងក្រោយថាតើទៅដោះរបស់នោះចេញពីខ្លួនកូនសិស្សរបស់គេឬអត់គេសួរតែម្ដងនឹងទេពុកដួងពេលដែលគាត់គិតចុះគិតឡើងគាត់ថាយេគ្រូនេះមើលទៅដូចជាចង់ឈ្នះចិត្តអញច្រើនជាងរបៀបថាចង់បង្ករឿងគាត់អស់ទ្រាំដែរគាត់ឆ្លើយប្រមាណម៉ាត់ទៅវិញថាអត់ចង់អាណាធ្វើអីអានឹងទទួលទៅព្រលឹងរបស់គ្រូក្រៃសាក់គ្រាន់តែលឺក៏រលាយបាត់ភ្លាមចេញពីមុខរបស់គាត់អ្នកដែលដើរកាត់នឹងគេឆ្ងល់ណាស់ថាពុកដួងនិយាយជាមួយនឹងអ្នកណាគឺគេឃើញគាត់នៅម្នាក់ឯងសោះតែគាត់ក៏ពុំតែនិយាយជាមួយនឹងអ្នកណាទៅពួកគេចំណាត់ចិត្តគ្រប់គ្នាបន្តមកស្រាប់តែឃើញប្រពន្ធរបស់គាត់ដើរមកពីក្រៅរួចសួរមកកាន់គាត់ថាឯងមកឈរនៅមុខផ្ទះនេះមានយកកោចូលក្រៅឬનહીંពុកដួងក៏តបខ្ញុំយកចូលរួចហើយនិយាយអញ្ចឹងបាយឆ្អិនឬនៅខ្ញុំដូចជាឃ្លានបាយណាប្រពន្ធក៏តបបាយឆ្អិនហើយបន្តមកប្រពន្ធរបស់គាត់ក៏បាននិយាយថានោះស្អីជាប់អាវឯងហ្នឹងគាត់និយាយដណ្ដើរយកដៃទៅបោះរបស់នោះចេញពីអាវរបស់ពុកដួងដណ្ដើរហើយគាត់ក៏និយាយថាខ្ញុំទៅវិញហើយខ្លាចបាយខ្លោចនៅយូរមិនបានទេនិយាយរួចប្រពន្ធរបស់ពុកដួងក៏ដើរចេញទៅបាត់ដោយពុកដួងមិនបានខ្វល់អ្វីច្រើននោះទេតែពេលដែលគាត់បំរុងដើរចូលទៅក្នុងផ្ទះដើម្បីទៅយូរទឹករៀបហូបបាយទៅហើយក៏ឮសំឡេងប្រពន្ធរបស់គាត់ស្រែកពីមុខរបស់ផ្ទះថាឲ្យមកជួយកាន់ខ្ញុំបន្តិចមកពេលគាត់សម្លឹងមើលទៅក៏ឃើញប្រពន្ធរបស់គាត់កំពុងតែដើរកាន់ល្អីដោយនៅក្នុងនោះមានបន្លែច្រើនមុខណាស់ពុកដួងក៏សួរថាឯងបានមកពីណាហ្នឹងប្រពន្ធក៏តបបងភាគាត់ឲ្យហ្នឹងណាខ្ញុំនៅអង្គុយលេងផ្ទះគាត់ 2-3 ម៉ោងហើយគាត់គ្រាន់តែឮឯងត្រឡប់មកវិញ
គាត់សប្បាយចិត្តណាស់គាត់បានឲ្យបន្លែមកមួយចំនួនពុកឌួងចាប់ផ្ដើមបោកពួកហើយគាត់ក៏និយាយថាក្រែងឯងអំបែងមិញមកសួរខ្ញុំរឿងគោហើយខ្ញុំសួរឯងបាយចិត្តឆ្អិននៅឯងថាបាយចិត្តឆ្អិនហើយប្រពន្ធក៏សើចរួចនិយាយថាខ្ញុំមានតន់ដាំបាយណាឲ្យវាខ្ញុំជាប់មាត់និយាយគ្នាជាមួយបងភៀមមួយថ្ងៃហើយទើបបានមកផ្ទះនេះពុកឌួងដឹងថាគាត់ចាញ់ល្បិចគេរួចគាត់ក៏ធ្វើជានិយាយទៅកាន់ប្រពន្ធថាអូប្រហែលជាខ្ញុំច្រឡំហើយមិនអីទេមើលចូលទៅក្នុងផ្ទះឆាប់ដាំបាយដាំអីទៅយប់នេះខ្ញុំដេកក្រោមទៀតហើយជាពិសេសយប់នេះបិទទ្វារបិទមួយផងហើយនឹងមានខ្យល់ខ្លាំងប្រពន្ធស្ដាប់ប៉ុណ្នេះក៏យល់ព្រោះជាប្តីប្រពន្ធនឹងគ្នារាប់សិបឆ្នាំមកហើយគាត់ដឹងចិត្តគ្នាណាស់ចំណែកពុកឌួងគាត់នៅតែគិតថាយប់នេះគេនឹងធ្វើអ្វីមកកាន់គាត់យប់នេះជាសិស្សយប់នេះគឺជាគ្រូម្ដងហើយអាចនឹងគេខឹងខ្លាំងទៀតពុកឌួងមុននឹងដើរចូលទៅក្នុងផ្ទះគាត់បានចងសីមាតាមរបងផ្ទះផងដែរដោយបានយកត្រល់យកទៅកប់នៅមុខបរិវេណដីរួចទើបគាត់ដើរទៅងូតទឹកសម្រាប់ខ្លួននៅពេលយប់ចូលមកដល់ពុកឌួងគាត់បានយកកន្ទេលស្លឹកដែលដេកចោលនៅក្បែរសសរផ្ទះយកទៅក្រាលនៅខាងក្រោមដើមស្វាយគឺគាត់ទៅអង្គុយចាំគ្រូក្រៃសាក់និយាយទៅគ្រាន់តែហូបបាយហើយភ្លាមគឺទៅអង្គុយភ្លាមរបស់នៅក្បែរខ្លួនគាត់ពេលហ្នឹងគឺមានចង្កៀងម៉ាសមួយរួមជាមួយនឹងថង់យាមរបស់គាត់ដែលគាត់ធ្លាប់ប្រើការដែលគាត់ដើរលេងអាគមជាមួយនឹងលោកពុកផ្សេងទៀតនោះរបៀបថាយប់នេះគាត់គ្រាន់តែចង់ដឹងនោះទេថាតើគ្រូនឹងគេនឹងលេងរបស់អ្វីឲ្យមកខ្លះបើសិនជាពុកគាត់ឡើងទៅសម្រាននៅលើផ្ទះយប់នេះខ្លាចក្រែងនាំទុកដល់ប្រពន្ធកូនទៅពុកគាត់សុកចិត្តមកអង្គុយនៅទីនេះតែឯងក្រែងលោកអាចនិយាយជាមួយនឹងគេបានលោករហូតតតែយប់រៀងស្ងាត់ឃើញថាមិនបានឃើញគ្រូនោះគេប្រើអ្វីឲ្យមកនោះឡើយពុកគាត់គិតថាតិចលោដោយសារតែគាត់ចងត្រល់ចោលទៅដឹងគាត់ក៏ទៅកាយត្រល់នោះយកមកទុកនៅក្នុងថង់យាមរបស់គាត់ប៉ុន្តែគាត់នៅតែមិនឃើញគេប្រើរបស់អ្វីឲ្យមកទៀតក្រៅតែពីសំឡេងខ្យល់បក់បកយ៉ាងចម្លែករួមជាមួយនឹងសំឡេងឆ្កែលូនិងសំឡេងឆ្កែព្រុសគឺមិនឃើញអ្វីនោះទេឡើងស្ងាត់ឆឹងតែពុកឌួងចាប់អារម្មណ៍ថាគាត់ដូចជារៀងណែនទ្រូងរួចក៏និយាយម្នាក់ឯងតិចទេអញដូចជាមិនសូវបាយច្រើនប្រហែលផងមិនបានដូចជាធ្វើទុកម្លេះសង្ស័យជំងឺចាស់ទេនឹងបានបន្តិចអស់ពីណែនទ្រូងគាត់ក៏ក្អកពេលដែលគាត់ក្អកនោះបងប្អូនដឹងថាគាត់បានឃើញអ្វីទេគឺពុកឌួងគាត់បានឃើញក្រមួនតូចនៅលើកន្ទេលស្លឹកដែលគាត់កំពុងដើរអង្គុយគឺគាត់ក្អកចេញរបស់នោះគឺគាត់ឃើញយ៉ាងច្បាស់ព្រោះគាត់បានយកភ្លើងចង្កៀងទៅឈួលមើលពុកឌួងក៏និយាយទៅជិតថាអញត្រូវរបស់គេបាត់បងប្អូនចាំឬអត់គឺនៅពេលដែលប្រពន្ធរបស់គាត់បានមកសួរគាត់រឿងយកគោចូលក្រៅហើយឬនៅរួចបានចូលដៃទៅបោះអំអាយទៅលើអាយរបស់គាត់នោះតាមពិតទៅម្នាក់នឹងគឺមិនមែនជាប្រពន្ធគាត់ទេមិនដឹងថាគ្រូក្រៃសាក់គេបន្លំខ្លួនឬក៏គេប្រើខ្មោចប្រើព្រាយឲ្យមកធ្វើបែបនេះដាក់គាត់ឡើយដោយសារតែពុកគាត់មិនសូវមានរបស់ជាប់ខ្លួនច្រើនដូចពីមុនផងគឺគាត់ងាយគេធ្វើត្រូវខ្លាំងណាស់ពុកខ្លួនគាត់ថាតែគាត់ទុកប្រហែលជា3ម៉ោងទៀតនោះទោះបីជាទេវតាក៏ជួយគាត់មិនបានផងគាត់ក៏ចាប់ដើមដោះរបស់នោះចេញពីខ្លួនពេលហ្នឹងពុករួមគាត់ស្ពាយថង់យាមនៅនឹងខ្លួនបន្តមកគាត់ក៏ដើរតាមចំហៀងផ្ទះរហូតគាត់តែទៅដល់ខាងក្រោយគឺពុកគាត់ចង់តែស្វែងរកប្រទាលដែលគាត់ធ្លាប់ដាំពីមុនដើម្បីយកវាមកដោះរបស់ដែលនៅនឹងខ្លួននេះមិនយូរប៉ុន្មានគាត់ក៏រកប្រទាលនោះគ្រប់ចំនួនបន្តមកពុកគាត់ក៏បានខំហូបប្រទាលនោះដោយមាត់របស់គាត់សូត្រនឹងគេថាអត់ដាច់ព្រោះមាត់កំពុងតែទំពាក៏ព្យាយាមបិទភ្នែកភាវនាគាថាដែរ
រហូតតតែគាត់មានអារម្មណ៍ថាចង់ក្អួតដោយមិនអាចទប់បានពុកគាត់ក៏ឲ្យវាចេញមកទាំងអស់បងប្អូនដឹងថាមានអ្វីខ្លះទេនៅក្នុងហ្នឹងមានទាំងក្របួនទៀនការស្លាម្លូសម្បុកពីពីងដែលលមួយចូលគ្នាគ្រាន់តែពុកដួងគាត់ដោះអស់ពីខ្លួនភ្លាមក៏ឮសំឡេងរត់ព្រុសប្រាស់ពេញមុខផ្ទះរបស់គាត់តែមិនបានឃើញម្ចាស់សំឡេងនោះទេហើយសំឡេងហ្នឹងក៏វាមិននៅយូរដែរព្រោះសំឡេងហ្នឹងគាត់ឮដូចជាមានសត្វអ្វីដែលមានទំហំខ្លួនធំវាប្រកាច់នៅនឹងដីហើយក៏ដាច់ខ្យល់បាត់ទៅគឺគាត់បានឮបែបនោះពុកដួងពេលហ្នឹងគាត់ក៏លើកចូលថង់យានរបស់គាត់ត្រៀមនឹងដកយកឆ្អឹងដំរីចេញមកហើយពេលនោះគាត់ដកបានតែពាក់កណ្ដាលនោះទេគាត់ក៏ស្រាប់តែនឹកឃើញថាអញទើបតែលាចាស់ពីសកាវត្តមិនគួរណាធ្វើបែបនេះនោះឡើយវារងាប់ដោយការមិនចង់ពីគេអាក្រក់ទៅហើយយើងទៅដណ្ដើមភាពអាក្រក់ពីគេធ្វើអីហើយមើលទៅកាន់វាដូចជាចង់ឲ្យអញឆ្លុះជាមួយនឹងវាខ្លាំងណាស់អញ្ចឹងអញមិនឲ្យវាដូចបំណងនោះទេបន្តមកពុកដួងគិតថាយប់នេះគាត់ថយមួយជំហានទៀតចុះក្រែងលោគេអាចនឹងត្រជាក់ចិត្តឈប់ប៉ះពាល់គាត់ទៀតដោយពុកពេលហ្នឹងគាត់បានយកត្រល់ដែលទើបតែដង្កែចេញមកពីដីនោះយកមកដាក់អឹបជាមួយនឹងស្នាមបាតដៃដែលជាប់ជាមួយនឹងដើមស្វាយរួចទើបយកខ្សែអំបោះយកមកចងកុំឲ្យគេធ្វើមកបានទៀតព្រោះគាត់នឹងហៅថាហេតុអ្វីបានជាគេអាចប្រើរបស់ឲ្យចេញចូលផ្ទះគាត់បានវិញម្ល៉េះគឺគេធ្វើតាមស្នាមបាតដៃនឹងឯងបានតាមពិតទៅពេលនោះបើសិនជាពុកដួងគាត់ចិត្តក្តៅវិញគាត់ធ្វើទៅតាមស្នាមបាតដៃនោះគ្រូនឹងច្បាស់ជាឈួតមិនខានតែគាត់មិនធ្វើបន្ទាប់មកពុកក៏បានលើករបស់របរឡើងទៅសម្រាលនៅលើផ្ទះប្រពន្ធក៏សួរចុះក្រែងថាអញសម្រាលនៅខាងក្រោមចុះមិនបានជាឡើងមកខាងលើវិញអញ្ចឹងពុកព្រមក៏ឆ្លើយថាអើយលោកច្រើនពេកហ្នឹងណាតោះសម្រាលទៅកុំសួរច្រើនពេកហើយមែនចាប់តាំងពីពេលដែលពុកយកត្រល់ទៅចងនៅខាងដើមស្វាយនោះគឺពេលមួយយប់ហ្នឹងមិនមានអ្វីចូលបរិវេណផ្ទះរបស់គាត់បាននោះឡើយអញ្ចឹងមានន័យថាគ្រូនោះគឺគេពិតជាបានធ្វើរបស់លោកតាមស្នាមបាតដៃពិតមែនលោកថ្ងៃស្អែកចូលមកដល់ម៉ោងទើបតែ8ព្រឹកទេគឺឃើញលោកពុកទាំង3គាត់បានមកទៀតហើយអាចថាគាត់មករៀនញ៉ាប់បន្តិចព្រមមិត្តទើបត្រឡប់មកវិញបែបនេះពួកគាត់រៀនមកញ៉ាប់បន្តិចហើយពួកគាត់មិនឲ្យតែទំនេរពីការងារទេគឺអានមកជួបគ្នាជាពិសេសមកលើកនេះមិនមែនមកធម្មតាឡើយថែមទាំងឃើញពុកឌីដើរដោយដៃកាន់ស្រាថែមទៀតផងពុកឌីអោបកតិនស្រាឡើងជាប់ជាងស្អីទៀតសឹងតែបេះមិនចេញទេហើយពួកគាត់មកនោះចំពេលដែលពុកដួងកំពុងតែយកកម្រិតស្នៀតរបស់គាត់ទៅចាំងស្នាមបាតដៃនោះចេញពីលើដើមស្វាយដោយឃើញពុកដួងរៀនប្លែកៗពុកឈឿនក៏សួរម្ដងនេះពុកដួងលែងលាក់ទៀតហើយគាត់ក៏បានរៀបរាប់រឿងការពីយប់មិញប្រាប់ពុកឈឿនទាំងអស់ពុកឈឿនខឹងណាស់គាត់ថាគាត់ចង់ទៅផ្ទះរបស់គ្រូនឹងតែពុកដួងថាមិនបាច់ទេចាំមើលថ្ងៃនឹងមួយថ្ងៃទៀតទៅមើលបើសិនជាមិនស្រួលទេទុកអញជាអ្នកចាត់ការវាខ្លួនឯងអញទុកព្រះវិល័យសិនហើយបើវាមកបំពេញម្ដងទៀតពុកឈឿនថាអានឹងបានរួចហើយពេលដែលពុកដួងក៏រួចដៃពួកគាត់ក៏បានទៅយកកន្ទេលយកមកក្រានៅក្រោមដើមស្វាយនឹងទៀតថ្ងៃនេះពុកដួងហាក់បីដូចជាសប្បាយចិត្តខុសពីធម្មតាពុកដួងគាត់បានឲ្យកូនរបស់គាត់កាប់មន់រហូតដល់ទៅ2ក្បាលឯនោះដើម្បីធ្វើម្ហូបខ្លែងនៅពុកទាំង4អង្គុយផឹកមួយសន្ទុះធំក៏មានអ្នកភូមិ2នាក់ដែលជាអ្នកស្គាល់គ្នាគេបានចូលមកហូបដែរគឺពុកដួងជាអ្នកហៅព្រោះលោកតានោះគឺជាអ្នកចិត្តខាងរបស់គាត់ឯងលោកតាម្នាក់គាត់បានប្រាប់ថាកាលពីព្រឹកមិញគាត់ឃើញមានម៉ូតូជាច្រើនគ្រឿងណាស់ជិះកាត់ម្ដុំនេះនិងសម្លឹងមកផ្ទះរបស់ពុកដួងរហូតមានទាំងម៉ូតូតូចមានទាំងម៉ូតូធំប្រហែលជាគេរកបងបងឲ្យជួយរឿងអីទៀតហ្នឹងមូលហេតុដែលគាត់និយាយបែបនេះព្រោះលោកតាម្នាក់នោះគាត់នឹងថាពួកគាត់ពីដើមមិនធម្មតាទេក្រែងមានកូនសិស្សរបស់គាត់មករកអីចឹងទៅតែពុកដួងថាគាត់មិនដែលមានកូនសិស្សណា
ជីម៉ូតូធំទេតែចាំមើលសិនទៅមើលក្រែងគេរកសាច់ញាតិបងប្អូនរបស់គេពួកគាត់ពេលនោះក៏មិនបានខ្វាយខ្វល់អ្វីច្រើនទៀតដែរក៏នាំគ្នាបន្តមុខជាធម្មតាលុះរហូតចូលដល់ម៉ោង10ព្រឹកពួកគាត់សម្លឹងឃើញមានឡានស្ទូចកង់ធំមួយគ្រឿងមកចតនៅក្បែរផ្លូវជាតិព្រោះផ្ទះរបស់ពុកឌួងនៅក្បែរផ្លូវជាតិដែរទេហើយក៏ឃើញមានមនុស្សមួយក្រុមចុះមកដោយមានសាយអង្រឹងជាពិសេសមានវត្តមានរបស់គ្រូក្រៃសាក់មកជាមួយផងដែរពួកគេបានដើរសម្ដែងមកមុខផ្ទះរបស់ពុកឌួងគ្រាន់តែមកដល់ភ្លាមក៏ទម្លាក់អង្រឹងនេះចុះបង្ហាញពីសាកសពកូនសិនរបស់គេម្នាក់ដែលបានសាកអាគមមកលើពុកឌួងនោះឥឡូវគេបានស្លាប់បាត់ទៅហើយដល់ពេលនោះមានមនុស្សមករោមមើលច្រើនណាស់មិនថាតែអ្នកជិះកាត់នឹងទេសូម្បីតែអ្នកដែលបានបើកបរនៅលើថ្នល់ជាតិក៏គេចុះមកមើលដែរពុកឌួងគាត់ពិតជាខ្នាញ់គ្រូនឹងមែនទែនគាត់មិនមែនឆ្ងាយទេក៏សួរគ្រូនឹងថាយកសាកសពវាមកផ្ទះគាត់ធ្វើអីគេក៏និយាយបែបឌឺមកវិញថាសួរអញ្ចឹងបានន័យថាមិនមែនកូនសិស្សខ្ញុំស្លាប់ដោយសារតែគ្រូឯងធ្វើវានឹងហើយខ្ញុំមកសុំឲ្យគ្រូឯងដោះត្រឹមត្រូវហេតុអីបានជាមិនទៅដោះឲ្យវាឥឡូវវាបានទៅបាត់ហើយពុកឌួងម្ដងនេះគាត់មិនស្លូតទៅវិញទៀតនោះទេគាត់យកដៃចង្អុលមកឲ្យគាត់ថាអ្នកឯងមានខុសទាំងអីបានជាមកចោទប្រកាន់ខ្ញុំបែបនេះខ្ញុំដែរទៅធ្វើអាណាសម្រាប់សួរតែបងប្អូនអ្នកភូមិនេះទៅគេដឹងហើយពេលនោះមានអ៊ំចាស់យាយក៏ឈរមើលនឹងពួកគាត់នៅខាងពុកឌួងទាំងអស់ព្រោះពួកគាត់ស្គាល់លោកពុកទាំង4ច្បាស់ណាស់គឺស្គាល់ច្បាស់ដូចថ្ងៃអញ្ចឹងគាត់មិនដែលទៅបំពេញណាមួយឡើយអ្នកដែលឈរមើលផ្សេងទៀតក៏និយាយថាមែនហើយបើគ្មានខុសតាំងទេមកចោទគេអញ្ចឹងមិនកើតឡើយបើលោកពូនោះគាត់ជាអ្នកធ្វើមែនទៅដាក់ពីបំពេញសម័យនេះទៅហើយមិនមែនសម័យមុនណារឿងមន្តអាគមអីនេះខ្ញុំមិនសូវជឿទេហើយក៏មិនប្រមាថដែរតែអាប់អូនដែលស្លាប់នេះការវានៅរស់ក៏មិនน้อยដែរណាខ្ញុំស្គាល់វាធ្លាប់មានគេចោទថាបានធ្វើអំពើសម្លាប់គេដូចគ្នាគឺមានពីរគ្រួសារនោះដែលគេមករករឿងខ្ញុំគិតថាឲ្យខាងប៉ូលីសគេធ្វើការទៅបើនិយាយគ្នាមិនត្រូវទេខ្ញុំទៅប្រាប់លោកមេភូមិឲ្យមកហើយដោយគេមិនដឹងទេថាមេភូមិនោះគឺជាក្មួយរបស់ពុកឌួងហើយបរិសុទ្ធម្នាក់ហ្នឹងគេមិនឈរនៅខាងណានោះទេរបៀបថាគេនៅកណ្ដាលពេលនោះពុកឌីក៏លូកមាត់គាត់និយាយថាមែនហាអាក្មួយទៅហៅលោកក្មួយមេភូមិមកឲ្យគាត់មកដោះស្រាយទៅពួកអានេះវាមករករឿងគេទាំងព្រឹកនិយាយមកដូចគ្មានដឹងរឿងអីសោះកំឡុងពេលដែលគេកំពុងតែជជែកគ្នាមិនដឹងថាស្ដាប់អ្នកណាទុកអ្នកណានោះបរិសុទ្ធទាំងប៉ុន្មាននាក់ដែលមកជាមួយគ្រូក្រៃសាក់ចាប់ផ្ដើមដាច់ខ្សែចង្កេះម្ដងម្នាក់សូម្បីតែអ្នកដែលឈរមើលនោះក៏គេឆ្ងល់ដែរមិនថាតែខ្សែកដែលជាគ្រាប់អង្កាំដែលពាក់នៅលើខ្លួនក៏ដុតជ្រុះធ្លាក់នៅលើដីគ្នាសោះបាទបន្តិចគ្រូក្រៃសាក់ស្រាប់តែឈាមច្រមុះមកឥតឈប់ដោយឃើញថាមិនស្រួលម្នាក់លែងនិយាយអ្វីច្រើនទៀតហើយក៏ប្រញាប់នាំគ្នាសែងសាកសពបរិសុទ្ធម្នាក់នោះរួចក៏នាំគ្នាឡើងទៅលើឡានកង់ធំឬក៏ប្រញាប់ជិះចេញពីទីនេះអស់ទៅហើយមុននេះអ្នកដែលធ្វើឲ្យពួកវារត់ទៅវិញអស់គឺពុកឆៃនឹងឯងមិនដឹងថាគាត់សួរស្អីទេបានជាពួកនោះដាច់ខ្សែចង្កេះខ្ទេចសូម្បីតែអោនរើសក៏មិនហ៊ានផងពុកនេះក៏និយាយថាឃើញទេបងប្អូនរាល់គ្នាពួកអស់នេះវាខ្លាចការពិតណាស់អាមនុស្សខូចអញ្ចឹងវាមិនដែលហ៊ានប្រឈមមុខនឹងឆ្អែតទេខ្ញុំប្រាប់ទៅចុះពួកវាគឺសុទ្ធតែជាអ្នកដែលជាអាគមហើយអាម្នាក់មកស្រែកឡែកអំបាយមិញអាហ្នឹងវាជាគ្រូរបស់គេលើមើលទៅរបស់ដែលជ្រុះនៅនឹងដីមិនដឹងថាជាអ្វីខ្លះនោះឡើយគាត់និយាយផងកាយវិការផងបើសម្លឹងមើលទៅអ្នកស្ដាប់គេឡើងចំហមាត់អស់ហើយពុកឌីគាត់ពូកែនិយាយណាមួយសន្ទុះក្រោយមកពេលដែលមានអ្នកឈរមើលខ្លះគេទៅអស់នៅសល់តែចាស់ក៏បានឃើញមេភូមិគេមកដោយមេភូមិនោះគឺជានាយខុននឹងឯងគាត់មកជាមួយនឹងប៉ូលីស2នាក់ដែលជាមិត្តរបស់គាត់
ผู้คนถาនិយាយចឹងអុកហើយពុកមានរឿងអីមែនទេមានអ្នកភូមិបានទៅប្រាប់ខ្ញុំថាមានគេមកចោទអំដួងដល់ផ្ទះឬមានមនុស្សស្លាប់មែនទេពុកឌីក៏ឆ្លើយជំនួសថាអើមែនហាក្មួយវាមកចោទអំដួងធ្វើអំពើសម្លាប់សិស្សរបស់វាពេលនឹងពុកឌីរៀបរាប់តិចប៉ូលីសមកជាមួយរួមនឹងលោកមេភូមិខុនក៏យល់អំពីសាច់រឿងនេះកាន់តែច្បាស់នៅពេលដែលអ្នកភូមិគេចេញទៅអស់ពេលនេះនៅសល់តែលោកពុកទាំង4រួមជាមួយនឹងអ្នកចាត់ខាងពុកដួង2នាក់និងលោកមេភូមិខុនហើយនិងប៉ូលីសទាំង2នាក់នោះដោយពួកគាត់ទាំង3មិនបានហូបស្រាជាមួយនឹងចាស់នោះឡើយគាត់អង្គុយនិយាយគ្នាលេងនៅកន្លែងនោះឆ្លៀតពេលនោះលោកមេភូមិខុនក៏បានបង្ហើបរឿងមួយប្រាប់អ៊ំរបស់គាត់រួមជាមួយនឹងពុកឆៃថាតាមពិតទៅខ្ញុំរួមជាមួយនឹងមិត្តរបស់ខ្ញុំកំពុងតែសង្ស័យក្រុមរបស់ពួកគេដែរកាលពីប្រហែលខែមុនមានករណីមនុស្សស្រីម្នាក់បានស្លាប់នៅក្បែរព្រៃចេកមួយកន្លែងនៅខាងជើងភូមិយើងនេះឯងខ្ញុំគិតថាអ៊ំរួមជាមួយនឹងពុកមិនបានដឹងនោះទេដោយសារតែអ៊ំហើយនឹងពុកពេលនោះបានទៅលេងអ្នកស្គាល់គ្នានៅឯខេត្តកំពង់ធំចំណែកឯអ៊ំដួងរត់តែមិនដឹងទៀតព្រោះគាត់គឺតែនឹងមកប្រទេសខ្មែរវិញទេសាកសពរបស់នាងស្លាប់ដោយមានអ្នកវះយកកូនជាពីខាងពោះទៅបើតាមខ្ញុំសង្កេតមើលដូចជាវះយកកូនក្រក្នុងពោះនោះដោយបងប្អូនបាននឹងស្លាប់ហើយលោកពូខុនពីដើមមកគាត់ក៏ជាអ្នកចាំដូចគ្នាគ្រាន់តែសពថ្ងៃគាត់មិនសូវជាប្រឡូកខ្លាំងគាត់និយាយបន្តថានិយាយពីណានោះតាមដែលអ្នកភូមិគេណាគឺមានតំណែងជាមួយនឹងកូនប្រុសច្បងរបស់គ្រូអាគមម្នាក់ឈ្មោះក្រៃសាក់តែអ្វីដែលចម្លែកពួកយើងពិនិត្យមិនឃើញស្លាស្នាមអ្វីពាក់ព័ន្ធជាមួយនឹងគេតទៅសោះដូចនេះហើយបានជារឿងក្តីមួយហ្នឹងបន្តដល់ពេលនេះគឺនៅតែមិនអាចចោទប្រកាន់គេបានតែឥឡូវគេចាប់ដើមមានទៅចង់ថានេះក៏អាចថាជាឱកាសរបស់ពួកយើងដែរអ្វីដែលខ្ញុំរៀបរាប់ឡើងនេះគ្រាន់តែជារឿងទី1នោះទេរឿងទី2គឺក្រុមគ្រួសារដែលមានមនុស្ស2នាក់បានស្លាប់ដែលពួកគេអះអាងថាកូនសិស្សរបស់គ្រូក្រៃសានឹងជាអ្នកដែលធ្វើសម្លាប់នោះគឺគេបានបកប្តឹងម្ដងទៀតគេថាយប់ឡើងព្រលឹងកូនរបស់ពួកគេមករកក្រុមគ្រួសារឲ្យជួយរកយុត្តិធម៌នោះពួកគេម្នាក់នៅមិនស្ងប់នោះណាសម្រាប់ខ្ញុំជឿលើពួកគេតែដូចនឹងហើយយើងមិនអាចទៅចោទប្រកាន់គេស្រស់បែបនេះបានទេជាពិសេសឥឡូវបរិបម្នាក់ដែលគេប្តឹងនឹងគឺបានផុតសង្ខារទៀតរឿងនេះគឺកាន់តែឈឺក្បាលលើដែរឥឡូវអ្នកដែលពួកខ្ញុំត្រូវកត់សម្គាល់ជាងគេពេលនេះគឺកូនច្បងរបស់គ្រូក្រៃសានិងគ្រូក្រៃសានឹងឯងខ្ញុំជឿថាគេពិតជាបានធ្វើរឿងនេះពិតមែនពុកឈឿនពេលស្ដាប់ក្មួយនិយាយចប់ក៏លន់មកថាយូរហើយមិនដេចឯងមិនប្រាប់អ៊ំណាចង់ដឹងថាវាជាអ្នកយកកូនក្រនឹងបែបឬក៏អត់គឺស្រួលនោះទេឥឡូវអញ្ចេះចុះអ៊ំប្រាប់ឯងទៅក្រែងឯងធ្វើមិនកើតព្រោះពេលនេះឯងមិនដូចមុនទេទោះឲ្យអ៊ំជាអ្នកចាត់ចែងរឿងហ្នឹងក៏បានដែរពុកឌីក៏និយាយថាទុកឲ្យពួកអ៊ំជាអ្នកចាត់ចែងចុះពួកឯងចង់មកជាមួយក៏បានដែរចាំអ៊ំឲ្យអាឈឿនហៅក្មេងនោះមកសួរនាំអ្នករាល់គ្នាដែលនៅទីនេះឮបែបនឹងហើយក៏នាំគ្នាសោយព្រោះអ្នកណាក៏ដឹងថាពុកឌីជាមនុស្សពូកែអួតលេងមួយដែរប៉ូលីសម្នាក់ក៏បាននិយាយថាអូនិយាយអញ្ចឹងខ្ញុំស្គាល់អាស្រមគ្រូនឹងថ្មីអ៊ំគឺនៅរំលងពីភូមិនេះ3ទៅ4ភូមិលើថាភាគច្រើនឲ្យតែថ្ងៃសៅរ៍ធំពួកគេទៅជួបជុំគ្នានៅទីនោះហើយដូចនេះយ៉ាងម៉េចយ៉ាងណាពួកយើងគួរតែទៅសើបមើលនៅទីនោះទៅពុកឈឿនថាល្អតែក្មួយព្រោះស្អែកជាសៅរ៍ធំផងយ៉ាងម៉េចយ៉ាងណាចាំស្អែកយើងទៅជុំគ្នានៅពេលដែលពួកគាត់និយាយត្រូវគ្នាហើយខាងលោកមេភូមិគុណ
រួមជាមួយនឹងមិត្តគាត់នោះក៏សុំលាចាស់ៗទៅធ្វើការរបស់ពួកគាត់បន្តចំណែកឯលោកពុកទាំង4រួមជាមួយនឹងលោកតា2នាក់គឺនៅហូបរហូតតតែពេលល្ងាចទើបពួកគាត់បំបីផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនលោកថ្ងៃស្អែកចូលមកដល់ពួកគាត់ក៏បានជិះឡានមួយគ្រឿងសម្ដៅទៅភូមិនោះគ្នាដែលនៅលើឡានហ្នឹងគឺមាន7នាក់ដោយឡាននោះជាប្រភេទឡានដឹកអីវ៉ាន់នោះទេពួកគាត់បានសម្ដែងធ្វើជាអ្នកស្រុកធម្មតាចំណែកលោកពុកទាំង4វិញអ្នកខ្លះពាក់មុខស្លុតអ្នកខ្លះពាក់ក្រមាមើលសឹងតែមិនចង់ស្គាល់ដោយខ្លាចគេសង្ស័យពួកគាត់ទាំង10នាក់ក៏បានដើរទៅកន្លែងផ្សេងដោយទុកតែប៉ូលីស2នាក់រួមជាមួយនឹងលោកមេភូមិខុននៅទីនោះតែប៉ុណ្ណោះបរិវេណជុំវិញអាស្រមរបស់គេឃើញមានមនុស្សចេញចូលរៀងច្រើនដែរគឺពួកគេចូលមកអត់ទូតែក្នុងចំណោមមនុស្សយ៉ាងច្រើននោះពួកគាត់ឃើញមានបរិសុទ្ធចំណាស់2នាក់គាត់កំពុងតែឈរសម្លឹងមើលពួកគេផងដែរបើមើលទៅពួកគេទាំងពីរមិនមែនជាអ្នកមកអត់ធូបនៅទីនេះនោះឡើយគាត់មកឈរមើលគេដែរហើយលោកពុកឆៃគាត់មានអារម្មណ៍ថាប្រហាក់ប្រហែលគាត់ដូចជាធ្លាប់ឃើញពួកគេទាំងពីរនៅកន្លែងណាមួយដោយសារពួកគាត់ឈរបែបបញ្ឆិតមុខទើបមើលមិនសូវជាច្បាស់ពុកឆៃពេលនោះរៀបនឹងដើរទៅសួរបរិសុទ្ធចំណាស់ទាំងពីរនាក់នឹងហើយនៅកន្លែងដែលមានមនុស្សច្រើនក៏ស្រាប់តែចាប់ដើមចរាចរណ៍ដោយមានមនុស្សផ្អើលឈូងឈរព្រោះឃើញមានបរិសុទ្ធម្នាក់កំពុងតែយកកាំបិតដើររកកាប់មនុស្សពេញនឹងតែម្ដងឆ្លៀតឱកាសនេះលោកមេភូមិខុនរួមជាមួយនឹងលោកប៉ូលីសទាំងពីរក៏បានស្ទុះទៅចាប់គេហើយអាចចាប់គេបានថែមទៀតដោយយកកាំបិតចេញពីដៃរបស់គេបានដល់ជោគជ័យគ្មានអ្នកណាមានរបស់នោះទេបរិសុទ្ធម្នាក់នោះគេគឺជាកូនច្បងរបស់លោកគ្រូក្រៃសឹកនឹងឯងមិនដឹងថាគេកើតពីនោះឡើយបានជាមានអាការៈចម្លែកបែបនេះលោកពុកទាំង3ក៏មើលដឹងថាមានអ្នកចេះនៅទីនេះគឺគេកំពុងតែធ្វើរឿងនេះឯងតែគាត់ហាក់ដូចជារកមិនឃើញសោះមិនដឹងថាគេជាអ្នកណាគឺគេបានចាប់កូនក្ររបស់កូនច្បងគ្រូក្រៃសឹកយ៉ាងស្ទាត់ជំនាញគឺចាប់ហើយថែមទាំងយកមកប្រើបានភ្លាមៗថែមទៀតគឺបានស្រែកចំណងកូនក្រនោះដល់ឲ្យវាមានសេរីភាពធម្មតាទេរបស់ដែលបានមកពីការបង្ខិតបង្ខំគេមិនដែលសប្បាយចិត្តនឹងនៅជាមួយនឹងយើងឡើយវាបានចូលខ្លួនឪពុករបស់វារួចនិយាយសារភាពប្រាប់ខ្ទេចខ្ទីគ្នាសោះរឿងដែលបរិសុទ្ធនេះបានទៅសម្រាប់ម្ដាយគេហើយបានកាយយកគេចេញមកនិងចងគេទុកប្រើឲ្យធ្វើរឿងអាក្រក់ទៀតគឺប្រឡងកូនក្រម្នាក់នោះជានិយាយម្ដងនេះមានសាស័យនឹងរឿងច្រើនណាស់ទោះមានអ្នកការពារទេក៏មិនអាចរួចខ្លួនដែរមួយសន្ទុះក្រោយមកក៏មានឡានស្ទូចកង់ធំមួយគ្រឿងបានបើកមកដល់ទីនេះគឺជាក្រុមគ្រូកាយស័ក្តិដោយទទួលដំណឹងថាមានរឿងនៅអាស្រមរបស់គេក៏មកភ្លាមតែម្ដងនេះគេមិនអាចការពារកូនប្រុសបានទេព្រោះកូនរបស់គេបានសារភាពអស់ទៅហើយគេពេលហ្នឹងចង់ប្រើអាគមរបស់គេដើម្បីរំដោះកូនប្រុសចេញទៅដែរតែក៏មានបរិសុទ្ធចំណាស់2នាក់ដើរចេញមកពីក្នុងហ្វូងមនុស្សដែលកំពុងរោមមើលរួចក៏សូត្រនៅមុនគេថាដោយបានយកដៃទៅក្តាប់ចិត្តមាត់ពេលនោះប្រលឹងកូនក្រក៏បានចេញពីខ្លួនបរិសុទ្ធម្នាក់ដែលប៉ូលីសកំពុងតែចាប់រួចក៏ចូលក្នុងខ្លួនរបស់គ្រូក្រៃស័ក្តិគ្រូនឹងក៏បានសារភាពអំពីរឿងដែលគេធ្លាប់ធ្វើអាក្រក់កន្លងមកទាំងអស់ដូចគ្នារឿងរបស់គេគឺច្រើនជាងកូនប្រុសរបស់គេណាដែលខ្ញុំមិនអាចយកមកសរសេរបានព្រោះមានរឿងច្រើនហើយអសិលធម៌ខ្លាំងពេលនោះបរិសុទ្ធចំណាស់ទាំងពីរហ្នឹងបានដោះក្រមាចេញពីក្បាលបង្ហាញខ្លួនយ៉ាងច្បាស់នោះគឺជាលោកអ៊ុំលេនិងលោកអ៊ុំប្រាក់ពួកគាត់ទាំងពីរនាក់នឹងឯងដែលជាអ្នកជួយបំបីសំណុំរឿងទាក់ទងជាមួយនឹងអបិយជំនឿនេះបើនិយាយទៅពួកគាត់ទាំងពីរក៏មិនបានដឹងថានៅទីនេះមានប៉ូលីសកំពុងតែបង្កប់ដែរ
រឿងគឺបែបនេះលោកអ៊ំទាំងពីរនាក់គាត់ទទួលបានការពឹងពាក់ពីសំណាក់ក្រុមគ្រួសារនៃសពគឺជាក្រុមគ្រួសាររបស់មនុស្សស្រីម្នាក់ដែលគេបានសម្រាប់យកកូនរបស់ខ្លួនមកធ្វើកូនក្រុមនឹងឯងដោយសារតែពឹងទៅលើខាងប៉ូលីសគេធ្វើការរៀងយូរតែខាងប៉ូលីសគេក៏មិនមែនមិនធ្វើការដែរគឺគេនៅស៊ើបមើលសិនអាចនឹងគ្រួសារនោះគេមិនដឹងទើបបានជាទៅពឹងលើអបិយជំនឿអីចឹងទៅតែនេះក៏មិនខុសដែរព្រោះពឹងលើមនុស្សត្រូវហើយបើសម្លឹងមកមើលពុកឆៃវិញគាត់ក៏សួរទៅកាន់អ៊ំទាំងពីរនាក់នោះទាំងញ័រមាត់ហើយអួលដល់កថាជាលោកបងប្រាក់និងលោកបងលេងមែនទេអ៊ំទាំងពីរនៅពេលដែលគាត់ក្រឡេកមកពួកគាត់ក៏ស្រាប់តែស្រឡាញ់កាន់គាត់ក៏ឆ្លើយមកវិញបាទគឺពួកខ្ញុំបងឆៃមែនទេដោយសារតែនិស្ស័យទើបពួកគាត់បានជួបគ្នាម្ដងទៀតពួកគាត់បានអោបគ្នាយ៉ាងណាសូម្បីតែពុកឈឿនពុកដួងក៏ចូលទៅអោបដូចគ្នាព្រោះពួកគាត់ទាំង4នាក់ពីដើមមកក៏ធ្លាប់ជួបគ្នាបាន2ដងដែរម្ដងនៅលើភ្នំអារ៉ាម្ដងទៀតគឺនៅសម័យសង្គ្រាមតែអ្នកដែលមានមនោសញ្ចេតនាជាមួយនឹងអ៊ំលេងអ៊ំប្រាក់ជាងគេគឺពុកឆៃដល់ថ្នាក់អ្នកដែលឈរនៅមើលកន្លែងនោះក៏គេឈួរអារម្មណ៍ដែរតែពួកគេមិនឈរនៅយូរនោះឡើយអ្នកខ្លះគេខ្លាចជាប់ពាក់ព័ន្ធនឹងរឿងក្តីនេះពួកគេក៏នាំគ្នាចាស់ចេញទៅអស់សូម្បីតែកូនសិស្សចំណិតរបស់គ្រូត្រៃស័កទាំងអស់នោះក៏រត់បាត់សមោឆឹងអស់ដែរមួយសន្ទុះធំក៏ឃើញលោកមេភូមិដែលគ្រប់គ្រងភូមិនេះគេមកដល់ហើយគេក៏ចាប់ផ្ដើមធ្វើការជាមួយនឹងលោកអ៊ំមេភូមិពុនហើយនឹងលោកប៉ូលីសអីចឹងទៅចំណែកឯអ៊ំរួមជាមួយនឹងលោកពុកទាំង4ក៏បាននាំគ្នាដើរមកនិយាយគ្នាលេងនៅកន្លែងឡានដោយចរចាដំបូងនេះពុកឆៃបានរៀបរាប់ទាំងទឹកភ្នែកតាំងពីថ្ងៃជួបគ្នាជាលើកចុងក្រោយពេលដែលពួកគាត់បានបាត់គាត់គឺចាប់តាំងពីពេលហ្នឹងមកគាត់បានជួបអ្វីខ្លះទៀតរហូតគាត់បានស្គាល់ពុកឌីពុកឈឿននិងពុកដួងហើយអ៊ំក៏ប្រាប់វិញថាគាត់ក៏ព្យាយាមដើររកពុកឆៃណាស់ដែរតែក៏រកមិនឃើញតែមិនធ្វើទេពេលនេះបានជួបគ្នាហើយជាពិសេសបានជួបសម្លាញ់ចាស់2នាក់ទៀតគឺគាត់ចង់សម្ដៅទៅលើពុកឈឿនពុកដួងនឹងឯងអត់តែពុកឌីនោះទេដែលគាត់ធ្វើតែមិនស្គាល់តែពួកគាត់ក៏មិនទាន់និយាយអ្វីច្រើនទៀតឡើយពួកគាត់ចាំទៅជួបគ្នានៅផ្ទះរបស់ពុកឆៃចំណែកឯគ្រូត្រៃស័ករួមជាមួយនឹងក្រុមគ្រួសាររបស់គេក៏អស់លក្ខត្រឹមនេះដែរហើយរឿងរបស់យើងក៏ចប់ត្រឹមនេះសូមកុំភ្លេចសរសេរមេរៀនដែលទទួលបានក្រោយពីស្ដាប់រឿងមួយនេះផងបងប្អូនថាមានតម្លៃអប់រំអ្វីខ្លះសូមអរគុណនិងសូមជម្រាបលា